ហើយអ្វីដែលខ្ញុំប្រធានបទដែលខ្ញុំក្រុងនឹងនិយាយជាក់លាក់ហ្នឹងគឺប្រភពអំណាចទាំង7ប្រភពអំណាចទាំង7ដែលមានឥទ្ធិពលនៅក្នុងការដឹកនាំហើយមិនថាការដឹកនាំនៅក្នុងវិស័យឯកជននៅក្នុងមុខរបរឬក៏ការដឹកនាំនៅក្នុងនយោបាយឬការដឹកនាំក្នុងស្ថាប័នអង្គការក្តីគឺអាចអនុវត្តបានទាំងអស់ណាប៉ុន្តែអ្វីដែលខ្ញុំចង់នាំបងប្អូនទៅមើលហ្នឹងគឺថាតើឲ្យបងប្អូនស្គាល់ប្រភពអំណាចនីមួយហ្នឹងរបៀបម៉េចហើយប្រើប្រាស់ប្រភពអំណាចមួយហ្នឹងនៅពេលណាដើម្បីឲ្យវាមានប្រសិទ្ធភាពល្អហើយនឹងយើងគួរតែប្រភពអំណាចមួយណាដែលវាមានផលជាអវិជ្ជមានដែលយើងគួរជៀសវាងអញ្ចឹងយើងទៅស្វែងយល់អាហ្នឹងទាំងអស់គ្នាណាបាទអញ្ចឹងឥឡូវឃើញបងប្អូនចូលបានច្រើនគួរសមហើយយើងបានជាង130នាក់ជាងហើយបាទនីវរួតបាទសួស្តីបងអរគុណមិនតាន់បានឆ្លើយសំណួរបែរនេះហ្នឹងហើយចាំមើលខ្ញុំ live ចប់ហ្នឹងហើយសួស្តីបងប្អូនយឹមគីអូចុងភៅចំណានរបស់ Estate Exchange កាហ្វេរបស់យើង Exchange កាហ្វេរបស់យើងគាត់ជាចុងភៅចំណានយើងម្នាក់បាទឥឡូវគាត់ចូលរួមដែរអូខេអញ្ចឹងខ្ញុំចង់មុននឹងខ្ញុំនិយាយអំពីប្រភពនៃអំណាចហ្នឹងបាទខ្ញុំចង់ចាប់ផ្ដើមដំបូងបំផុតឲ្យបងប្អូនបានស្គាល់ថាស្អីទៅជាអំណាចណាបងប្អូនអំណាចស្អីគេជាអំណាចបងប្អូនខ្លះគាត់យល់ថាអំណាចគឺជាអ្វីដែលយើងគ្រាន់តែជាអ្វីដែលយើងអាចនឹងបញ្ជាគេឲ្យធ្វើអំណាចតាមតួនាទីអំណាចតាមឋានៈអីចឹងទៅបងប្អូនខ្លះភាគច្រើនគឺគាត់យល់ថាអំណាចហ្នឹងគឺការបញ្ជាការបង្គាប់នឹងហើយដែលជាអំណាចប៉ុន្តែនៅក្នុងន័យអំណាចនៅក្នុងភាពជាអ្នកដឹកនាំគឺគេឲ្យនិយមន័យអំណាចហ្នឹងទូលាយជាងហ្នឹងជាជាងការបញ្ជាជាជាងការបង្គាប់ហ្នឹងគេឲ្យនិយមន័យអំណាចគឺជាអ្វីដែលអាចមានឥទ្ធិពលណាបងប្អូននិយមន័យអំណាចជាអ្វីដែលយើងអាចធ្វើទៅមានឥទ្ធិពលទៅដល់អ្នកដទៃដើម្បីឲ្យគេធ្វើតាមដើម្បីឲ្យគេគោរពដើម្បីឲ្យគេស្ដាប់ណាក្នុងការឈានទៅដល់ការសម្រេចគោលដៅណាមួយនៅក្នុងការដឹកនាំណាក្នុងការដឹកនាំអញ្ចឹងពាក្យថាអំណាចហ្នឹងមានន័យថាជាអ្វីដែលអាចមានឥទ្ធិពលទៅលើអ្នកដទៃដើម្បីឲ្យគេស្ដាប់ដើម្បីឲ្យគេធ្វើដើម្បីឲ្យគេខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ការសម្រេចគោលដៅរួមណាមួយនៃការដឹកនាំអញ្ចឹងអីក៏ដោយឲ្យតែអាចមានឥទ្ធិពលឲ្យគេស្ដាប់ឲ្យគេធ្វើឲ្យគេគោរពណាដើម្បីទៅសម្រេចអាគោលដៅរួមហ្នឹងអាហ្នឹងគេហៅថាជាអំណាចណាអញ្ចឹងមិនមែនអំណាចតតែប្រើកាភ្លើងអំណាចតតែបខំអីមិនមែនតែប៉ុណ្្នឹងទេវាមានរឿងច្រើនលើសពីហ្នឹងអញ្ចឹងតើបងប្អូនយល់អំពីនិយមន័យនៃអំណាចហ្នឹងមួយមុនគេសិនអញ្ចឹងកុំឲ្យយល់ច្រឡំថាអំណាចតតែស្រែកតតែសឡុតតតែបញ្ជាគេដូចមេបញ្ជាការបានយើងហៅថាមានអំណាចមិនតែអញ្ចឹងទេមិនតែអញ្ចឹងប៉ុណ្្នឹងទេវាមានលើសពីហ្នឹងណាដោយប្រភពអំណាចទាំង7ហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនយល់និយមន័យអំណាចនឹងច្បាស់ហើយខ្ញុំនឹងនាំបងប្អូនទៅមើលអំពីប្រភពនៃអំណាចណាប្រភពនៃអំណាចហើយដែលខ្ញុំបានដាក់នៅក្នុងចំណងជើងរបស់ខ្ញុំហ្នឹងខ្ញុំបានស្រាវជ្រាវនៅប្រភពអំណាចដែលមាន7ប្រភពអំណាចណា7ប្រភពអំណាចអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅមើល7នៃប្រភពអំណាចហ្នឹងថាមានអីគេខ្លះណាមានអីគេខ្លះហើយ7នៃប្រភពអំណាចហ្នឹងឲ្យបងប្អូនស្វែងយល់ជាមុនថាមួយហ្នឹងហើយយើងគួរប្រើមួយណានៅពេលណាហើយណាគួរប្រើណាមិនគួរប្រើគួរជៀសវាងបាទសួស្តីបងលនបាទសួស្តីបងលនរីករាយបានចូលរួមបងសុនហេងបាទសេងសុនហេងបាទសួស្តីបាទនឹកលោកគ្រូបាទអរគុណនឹកបងប្អូនដូចគ្នាក្នុងរដូវកាលកូវីដនេះអត់បានជួបបងប្អូនឥឡូវមានជួបតាម live ចឹងឯងបងប្អូនខ្លះបានជួបខ្ញុំក្នុងវីដេអូ
របស់ Learn Online ណាជួបមួយលោកគ្រូបារាតាមរយៈ Learn Online ឥឡូវជួបមួយខ្ញុំតាមរយៈ Live ហ្នឹងហើយ Live ឲ្យបងប្អូនបានជួបគ្នាណាបានជួបគ្នា6 in បាទជំរាបសួរក្មួយប្រុសសុខសប្បាយទេបាទជំរាបសួរពូពីណាចេះតើបានមើល profile បាទអូខេឥឡូវខ្ញុំនឹងណែនាំបងប្អូនទៅស្គាល់ប្រភពអំណាចមួយណាប្រភពអំណាចមួយប្រភពអំណាចទី1គេឲ្យឈ្មោះថា legitimate power legitimate power ហ្នឹងជាភាសាបរទេសឥឡូវអញ្ចេះមុនពេលខ្ញុំទៅនិយាយប្រភពអំណាចមួយចង់ប្រាប់បងប្អូនថាតើការសិក្សាស្រាវជ្រាវនៃប្រភពអំណាចទាំងអស់ហ្នឹងបានមកពីណាតាមរយៈគេហៅថាទស្សនវិទូនិងចិត្តវិទូ2នាក់ណាដែលគាត់ស្រាវជ្រាវនៅប្រភពអំណាចហ្នឹងគឺលោក John French ហើយនិង Bertrand Russellណា John French ហើយនិង Bertrand Russell អញ្ចឹង2នាក់គាត់ហ្នឹងគឺជាអ្នកចិត្តវិទ្យាសង្គមជាទស្សនវិជ្ជាផងជាអ្នកចិត្តវិទ្យាសង្គមផងហើយគាត់បានសិក្សាស្រាវជ្រាវរកនៅឃើញនៅប្រភពអំណាចដំបូងឡើងបំផុតមាន5គាត់រកឃើញ5ក្រោយមកទៀតមានទស្សនវិជ្ជាហើយនិងអ្នកចិត្តវិទ្យាផ្សេងទៀតហ្នឹងគាត់បានរកឃើញ2ថែមទៀតអញ្ចឹងឡើងដល់7ណាឡើងដល់7អញ្ចឹងដែលផ្ដើមចេញអំពីទស្សនវិទូហើយនិងចិត្តវិទូJohn French ហើយនិង Bertrand Russell ហ្នឹងបូកជាមួយនឹងចិត្តវិទូនិងទស្សនវិទូសម័យក្រោយៗហ្នឹងមកទៀតព្រោះទស្សនវិទូចិត្តវិទូពីអ្នកមុនហ្នឹងគឺគាត់រកឃើញតាំងពីឆ្នាំ1959ម្លេះក្នុងការចងក្រងនៅប្រភពនៃអំណាចទាំង5ហើយក្រោយមកទៀតគឺមានទស្សនវិទូនិងចិត្តវិទូក្រោយមកទៀតគាត់បានរកឃើញ2បន្ថែមទៀតអញ្ចឹងបូកទៅ7អញ្ចឹងខ្ញុំនិយាយសម្រាប់បងប្អូននៅពេលនេះគឺឲ្យឃើញទាំង7តែម្ដងឲ្យឃើញទាំង7ប្រភពអំណាចតែម្ដងទី1ប្រភពអំណាចទី1គេឲ្យឈ្មោះជាភាសាអង់គ្លេសថា legitimate power នេះបើឲ្យខ្ញុំបកជាភាសាខ្មែរគេហៅថាអំណាចដែលបានមកដោយការតែងតាំងណាអំណាចដែលបានមកដោយការតែងតាំងអញ្ចឹងអំណាចដែលបានមកដោយការតែងតាំងនេះគឺអំណាចដោយតួនាទីមែនទេបងប្អូនអំណាចដោយតួនាទីណាឧទាហរណ៍ថាគេតែងតាំងគាត់គឺជាអ្នកគ្រប់គ្រងទូទៅអ្នកចាត់ការទូទៅណានៅក្នុងក្រុមហ៊ុនឯកជនតែងតាំងឲ្យគាត់ទៅជា manager ជាប្រធានគ្រប់គ្រងតែងតាំងឲ្យគាត់ទៅជាប្រធានផ្នែកណាឬក៏តែងតាំងឲ្យគាត់ទៅជាសមាជិកក្រុមប្រឹក្សាភិបាលអីចឹងទៅហើយបើក្នុងផ្នែករដ្ឋឧមាថាតែងតាំងគាត់ទៅជាអគ្គនាយកតែងតាំងទៅជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការរបស់ក្រសួងរបស់ស្ថាប័នណាមួយចឹងទៅអញ្ចឹងអំណាចដែលបានមកពីឋានៈទូនីតិដោយការតែងតាំងហ្នឹងគេហៅថាជាអំណាចដោយការតែងតាំងអញ្ចឹងតាមរយៈឋានៈទូនីតិដោយការតែងតាំងហ្នឹងជួនកាលបងប្អូនដូចជាតែងតាំងដោយបរិយាក្រិតអនុក្រិតឧទាហរណ៍បានមកដោយងារជាអង្គញាងារជាអ្នកអង្គញាងារជាលោកអង្គញាអាហ្នឹងគឺសុទ្ធតែជាអំណាចគឺជាគេហៅថាអំណាចដែលបានមកដោយការតែងតាំងហ្នឹងហើយណាជារាប់ចូលជាការតែងតាំងដែរអញ្ចឹងអំណាចដែលបានមកពីការតែងតាំងហ្នឹងគឺជាងារជាមុខតំណែងដែលត្រូវបានគេតែងតាំងឲ្យមានសិទ្ធិឲ្យមានអំណាចនៅក្នុងក្របខ័ណ្ឌណាមួយនៅក្នុងក្របខ័ណ្ឌណាមួយនៅក្នុងផ្នែកណាមួយដែលគាត់នឹងអាចមានសិទ្ធិអញ្ចឹងបើឋានៈទូនីតិរបស់គាត់ត្រឹមតែជាប្រធានផ្នែកគណនេយ្យហិរញ្ញវត្ថុអញ្ចឹងសិទ្ធិអំណាចរបស់គាត់គឺមានឥទ្ធិពលនៅក្នុងក្របដណ្ដប់ទៅលើផ្នែកគណនេយ្យហិរញ្ញវត្ថុនឹងឯងណាមើលត្រួតពិនិត្យរបាយការណ៍អនុម័តរបាយការណ៍ផ្ដល់យោបល់ទៅលើខាងផ្នែកគណនេយ្យហិរញ្ញវត្ថុនឹងឯងប៉ុន្តែបើសិទ្ធិអំណាចរបស់គាត់ឧទាហរណ៍គេតែងតាំងគាត់ជាអគ្គនាយករបស់ក្រុមហ៊ុនឬក៏ស្ថាប័នអញ្ចឹងគាត់អាចមានសិទ្ធិមើលការគ្រប់គ្រងទូទៅបញ្ជាទូទៅនៅក្នុងស្ថាប័នហ្នឹងណាអញ្ចឹងគាត់អាចប្រជុំជាមួយនឹងបុគ្គលិកគាត់អាចដាក់សេចក្តីណែនាំឲ្យបុគ្គលិកគាត់អាចចេញទៅជាគោលការណ៍នីតិវិធីដើម្បីឲ្យបុគ្គលិកនៅក្នុងស្ថាប័នរបស់គាត់ទាំងមូលហ្នឹងអាចអនុវត្តបានអ
chẳng anh đôi sai quạt phở sức rồi bỏ quạt chí kẹt này dụ chia kẹt này dụ đấy anh cái hào thá sức để bàn máu bị cái đầm này sức để bàn máu bị cao tái tài tàng chẳng còn miền adipol anh miền adipol từ liền nè đỏ tây nước tam rồi vậy đầm này bỏ quạt thành nặng bỏ quạt tunity bỏ quạt này đấy tunity bỏ quạt này chẳng đỏ bên nè đôi khi nó rọt tham thì báo có đôi khi đâyอุทิศtha cái tay tăng quạt tới chi ประเทศคณะกรรมการนามูยจังเต๋อจังสิทธิ์របស់គាត់អាចមានអធិពលផ្ដល់យោបល់សម្រាប់ចិត្តនៅក្នុងគណៈកម្មការដែលគេតែងតាំងគាត់ហ្នឹងហើយណាដែលគេតែងតាំងគាត់ហ្នឹងហើយបើគាត់គេតែងតាំងគាត់ទៅជារដ្ឋមន្ត្រីនៃក្រសួងណាមួយឧទាហរណ៍ថារដ្ឋមន្ត្រីក្រសួងអប់រំអាយដាមហងជួនណារ៉ុនអីចឹងទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអាយដាមអូនព័ត៌មានរដ្ឋអីចឹងទៅអញ្ចឹងសិទ្ធិរបស់គាត់នៅក្នុងក្របខ័ណ្ឌនៅក្នុងក្រសួងដែលគាត់កាន់កាប់ហ្នឹងអញ្ចឹងអ្នកផ្សេងឬក៏ស្ថាប័នតូចផ្សេងទៀតមន្ទីរដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ក្រសួងគឺត្រង់អធិពលនៃគេហៅថាអំណាចឋានៈទូនីតិរបស់ពួកគាត់ហ្នឹងឯងហើយណាអញ្ចឹងទេអំណាចដែលប្រភេទហ្នឹងហើយគេហៅថាអំណាចបានពីការតែងតាំងអំណាចបានពីការតែងតាំងណាអញ្ចឹងតាមរយៈតែងតាំងមុខតំណែងមុខងារអញ្ចឹងទៅអញ្ចឹងទូនីតិរបស់គាត់ហ្នឹងគឺអាចមានឥទ្ធិពលទៅលើអ្នកដទៃអំណាចទី2ហ្នឹងគេហៅថាជាភាសាអង់គ្លេសហៅ coercive power coercive power ហ្នឹងគឺជាអំណាចគេហៅថាអំណាចដែលប្រើដោយការបង្ខិតបង្ខំអំណាចដោយការបង្ខិតបង្ខំណាឬក៏អំណាចដោយការគំរាមកំហែងណាបាទអញ្ចឹងអំណាចបង្ខិតបង្ខំឬគំរាមកំហែងហ្នឹងរបៀបម៉េចអំណាចបង្ខិតបង្ខំគំរាមកំហែងហ្នឹងគឺជាទូទៅអំណាចហ្នឹងវាផ្សារភ្ជាប់ជាមួយនឹងឋានៈនិងតួនាទីខាងលើមិញនោះដែលយើងនិយាយពីអំណាចដែលបានមកដោយការតែងតាំងអញ្ចឹងអ្នកគ្រប់គ្រងឬអ្នកដឹកនាំមួយចំនួនដោយសារតែបូកផ្សំជាមួយនឹងឋានៈតួនាទីរបស់គាត់ប្រើអំណាចមួយទៀតគឺតាមរយៈការគំរាមកំហែងការបញ្ជាអញ្ចឹងបុគ្គលិកខ្លះដែលអត់ស្ដាប់គាត់ថាទោះបីអ្នកឯងចង់ធ្វើឬមិនចង់ធ្វើត្រូវតែធ្វើតាមខ្ញុំនិយាយណាឥឡូវពីណានេះមេបើលើកយោបល់លើកអីទៅមានអ្នក reject មានអ្នកអីច្រើនគាត់ថាគាត់កាត់សិទ្ធិរបស់គាត់ថាឥឡូវដាច់ខាតត្រូវតែធ្វើណាត្រូវធ្វើខ្ញុំអ្នកទទួលខុសត្រូវហើយបើអ្នកណាមិនធ្វើទេអនុវត្តតាមនឹងទេគឺត្រូវទទួលរងពិន័យពីខ្ញុំឧទាហរណ៍មានទេមានអ្នកដឹកនាំបែបហ្នឹងហ៎មានណាអ្នកខ្លះក៏ប្រើប្រាស់ឋានៈទូនីតិរបស់គាត់មុខងាររបស់គាត់នឹងទៅដើម្បីគម្រាមកំហែងឲ្យគេអនុវត្តប៉ុន្តែយើងសួរថាអាហ្នឹងសិតតើអាក្រក់ទាំងអស់ទេក៏មិនដែរយើងស្ដាប់ទៅហាក់ដូចជាអាក្រក់ទាំងអស់ប៉ុន្តែក៏មិនដែរព្រោះពេលខ្លះក៏អ្នកដឹកនាំឬអ្នកគ្រប់គ្រងក៏ត្រូវតែប្រើអំណាចប្រភេទហ្នឹងដែរចំពោះបុគ្គលមួយចំនួនឧទាហរណ៍ថាជួនកាលច្បាប់គេចេញមកហើយគេប្រកល់សិទ្ធិអំណាចហើយក្នុងគ្រាណាមួយនោះសិទ្ធិអំណាចរបស់អ្នកដឹកនាំដែលត្រូវបានតែងតាំងគាត់ត្រូវតែប្រើការគម្រាមកំហែងនឹងដែរព្រោះបើអត់ប្រើការគម្រាមកំហែងហ្នឹងមិនអាចគ្រប់គ្រងស្ថានភាពកើតណាមិនអាចគ្រប់គ្រងស្ថានភាពកើតហើយចំពោះបុគ្គលណាមួយចំនួននោះបើមិនប្រើការគម្រាមកំហែងមិនប្រើការបង្ខិតបង្ខំហ្នឹងទេគឺក៏អត់ធ្វើទេខ្ញុំឧទាហរណ៍ថាដូចជានៅក្នុងជួរកងទ័ពណានៅក្នុងជួរកងទ័ពអញ្ចឹងការគ្រប់គ្រងបែបគម្រាមកំហែងឬការប្រើប្រាស់កម្លាំងហ្នឹងការបង្ខំហ្នឹងគឺត្រូវតែមានដែរព្រោះការយើងគ្រប់គ្រងកងទ័ពគ្រប់គ្រងទាហានគ្រប់គ្រងអីมันអាចទៅស្លូតកើតទេតតែរៀងកាចបន្តិចអញ្ចឹងប្រភេទអំណាចបែបហ្នឹងវានឹងអនុវត្តនៅក្នុងទ្រង់ទ្រីបែបហ្នឹងឯងហើយក៏នៅក្នុងក្រុមហ៊ុនឯកជនអាហ្នឹងក៏វាអាចត្រូវបានប្រើប្រាស់ដោយពេលដោយបុគ្គលដែរចំពោះបុគ្គលមួយចំនួនដែលគាត់ចង្អាងច្រឡំខាមណាខុសពីបទបញ្ជាខុសទៀតដដែលអញ្ចឹងការគម្រាមកំហែងមានតែអីឧទាហរណ៍ថាបើអ្នកឯងនៅតែប្រព្រឹត្តកំហុសនឹងលើកទី2លើកទី3ទៀតហ្នឹងគឺក្រុមហ៊ុនអាចនឹងមានសិទ្ធិប្រឈប់អ្នកឯងចោលណាឧទាហរណ៍ព្រោះនៅក្នុងគោលការណ៍របស់ក្រុមហ៊ុនគេមាននិយាយហើយប្រព្រឹត្តកំហុសលើកទី1លើកទី2លើកទី3វាមិនហើយគោលការណ៍ពិន័យទី1មិនទី2មិនទី3មិនគេមាននិយាយហើយចុងក្រោយគឺមានតែប្រឈប់នឹងឯងអញ្ចឹងដើម្បីតម្រង់អិរិយាបថបុគ្គលហ្នឹង
ដែលប្រព្រឹត្តកំហុសដដែលកើនដដែលណាអញ្ចឹងគេប្រើតែចុងក្រោយហ្នឹងឯងវាអត់មានជំរឿនផ្សេងណាវាអត់មានជំរឿនផ្សេងអញ្ចឹងមិនមែនមានន័យថាអំណាចបែបបង្ខិតបង្ខំបែបគម្រាមនេះវាសិតតែអាក្រក់ទាំងអស់ទេវាអាចនឹងត្រូវដោយពេលដែរណាដោយពេលដោយបុគ្គលដែរដោយស្ថានភាពដែរណាហ្នឹងហើយប៉ុន្តែគ្រាន់ថាជាទូទៅបើយើងប្រើប្រាស់អំណាចបែបហ្នឹងជាទូទៅមិនសូវជាទទួលបានការគ្រប់គ្រងជាទូទៅទេព្រោះជាទូទៅបែបចិត្តសាស្ត្រគេថាមនុស្សស្រឡាញ់ការគោរពការឲ្យតម្លៃស្រឡាញ់ពាក្យផ្អែមល្ហែមណាអញ្ចឹងវាជាចិត្តសាស្ត្រទូទៅអាហ្នឹងណាអញ្ចឹងបងប្អូនយល់ប្រភេទអំណាចទី2ហើយគេហៅថាអំណាចបែបបង្ខិតបង្ខំឬក៏គំរាមកំហែងអំណាចទី3យើងហៅថា expert power នេះយើងអាចបកទៅជាខ្មែរថាជាអំណាចបែបប្រើប្រាស់ជំនាញឬក៏ឯកទេសចំណេះដឹងណាបាទអំណាចដែលកើតចេញអំពីឯកទេសជំនាញចំណេះដឹងអាហ្នឹងគេហៅថា expert power អញ្ចឹងនៅពេលដែលបុគ្គលម្នាក់មានចំណេះដឹងមានជំនាញទៅលើផ្នែកណាមួយគឺគាត់មានអំណាចមានឥទ្ធិពលទៅលើអ្នកដទៃទៅលើផ្នែកហ្នឹងហើយណាឧទាហរណ៍ថាបងប្អូនអត់ចេះគណនេយ្យអត់ចេះហិរញ្ញវត្ថុទេណាហើយយើងត្រូវការអ្នកដែលចេះគណនេយ្យនិងហិរញ្ញវត្ថុអញ្ចឹងចង់មិនចង់ទោះបីឋានៈបងប្អូនជាអគ្គនាយកក្រុមហ៊ុនក៏ដោយប៉ុន្តែដល់ពេលបងប្អូនអត់ចេះអញ្ចឹងបងប្អូនទៅជជែកជាមួយនឹងប្រធានគណនេយ្យហិរញ្ញវត្ថុទៅជជែកជាមួយអ្នកជំនាញគណនេយ្យហិរញ្ញវត្ថុចង់បងប្អូនត្រូវតែស្ដាប់គេស្ដាប់យោបល់គេស្ដាប់ការណែនាំរបស់គេស្ដាប់តាមមតិរបស់គេអញ្ចឹងហ៎អញ្ចឹងពីព្រោះគេដឹងអារឿងទាំងអស់ហ្នឹងជាងយើងអាហ្នឹងឃើញទេអញ្ចឹងអ្នកដែលជំនាញខាងផ្នែកហ្នឹងគាត់អាចមានឥទ្ធិពលទៅលើអ្នកដទៃតាមរយៈចំណេះដឹងជំនាញរបស់គាត់ទៅលើផ្នែកគណនេយ្យហ្នឹងក្រៅពីគណនេយ្យផ្នែកបច្ចេកវិទ្យាផ្នែក IT អញ្ចឹងយើងចេះចំណេះដឹងផ្នែកបច្ចេកវិទ្យាផ្នែក IT ផ្នែក Digital ក៏យើងមានអំណាចផ្នែកហ្នឹងដែរអញ្ចឹងអ្នកផ្សេងទៀតដែលខ្ញុំនិយាយមិញថាទោះបីប្រធានយើងក៏ដោយអ្នកដឹកនាំយើងផ្សេងទៀតក៏ដោយតែគាត់អត់មានសមត្ថភាពអាហ្នឹងចេះអាហ្នឹងដឹងអាហ្នឹងអញ្ចឹងចង់មិនចង់គាត់ត្រូវតែស្ដាប់យោបល់យើងគំនិតរបស់យើងទៅលើផ្នែកហ្នឹងដែរដែលយើងឲ្យយោបល់ទៅអាហ្នឹងឯងដែលយើងនិយាយថាយើងមានអំណាចព្រោះយើងអាចមានឥទ្ធិពលលើអ្នកដទៃតាមរយៈជំនាញចំណេះដឹងរបស់យើងដែរណាជំនាញចំណេះដឹងរបស់យើងដែរអញ្ចឹងគេស្ដាប់យើងដោយសារតែយើងចេះយើងដឹងណាអាហ្នឹងគេអាចនឹងយកទៅពិចារណាឬក៏យកទៅធ្វើទៅតាមយើងអញ្ចឹងសួរថាគេធ្វើតាមយើងប៉ុន្មានអីប៉ុន្មានអាហ្នឹងវាអាស្រ័យទៅលើតើយើងចេះជ្រៅប៉ុន្មានយើងអាចមានឥទ្ធិពលជជែកជាមួយនឹងគេហ្នឹងប៉ុន្មានតទៅទៀតណាអាហ្នឹងគឺអំណាចបែបជំនាញចំណេះដឹងហ្នឹងអំណាចមួយទៀតណាមិនចំណេះដឹងជំនាញហ្នឹងគឺជាអំណាចទី3ហើយឥឡូវអំណាចទី4គឺ informational power ហ្នឹងគេហៅថាអំណាចបែបព័ត៌មានមានន័យថាម៉េចជាអំណាចដែលយើងអាចកើតមានដោយសារតែយើងក្តាប់បានទទួលបានព័ត៌មានច្រើនជាងអ្នកដទៃឬក៏យើងទទួលបានព័ត៌មានជាក់លាក់ណាមួយនោះព័ត៌មានសំខាន់ណាមួយនោះដែលអ្នកដទៃអត់មានព័ត៌មានហ្នឹងអញ្ចឹងយើងមានព័ត៌មានហ្នឹងគឺយើងចាប់ផ្ដើមមានឥទ្ធិពលលើអ្នកដទៃបានហើយឧទាហរណ៍ណាថាស្រាប់គេមានគម្រោងអភិវឌ្ឍណាមួយនៅខេត្តណាមួយឬក៏នៅតំបន់ណាមួយហើយគម្រោងអភិវឌ្ឍហ្នឹងអត់ស្គាល់មានអ្នកដឹងច្រើនទេស្រាប់យើងតាមរយៈគេហៅថាភាពប្រកែរបស់យើងគេហៅថាជំនាញរបស់យើងក្នុងការប្រមូលព័ត៌មានហ្នឹងស្រាប់យើងបានព័ត៌មានហ្នឹងយើងដឹងច្បាស់ព័ត៌មានហ្នឹងទៅលើគម្រោងអភិវឌ្ឍហ្នឹងអញ្ចឹងនៅពេលដែលយើងដឹងព័ត៌មានដែលមនុស្សទូទៅអត់សូវបានដឹងហ្នឹងពេលហ្នឹងយើងមានឥទ្ធិពលមួយដែរណាអញ្ចឹងអ្នករកស៊ីចង់អភិវឌ្ឍអចលនទ្រព្យឬអ្នករកស៊ីផ្សេងគាត់អាចនឹងមកសុំយោបល់ពីយើងមកស្ដាប់ពីយើងហើយពីព្រោះយើងដឹងព័ត៌មានដែលគេអត់ដឹងអញ្ចឹងអាហ្នឹងគឺជាអំណាចនៃព័ត៌មានហើយអំណាចនៃព័ត៌មានហ្នឹងមួយផ្សេងទៀតដែលយើងអាចមានឥទ្ធិពលលើអ្នកដទៃគឺភាពរហ័សនៃព័ត៌មានរបស់យើងដែរឧ
ឧទាហរណ៍ថាជួនកាលយើងមានព័ត៌មានដូចគ្នាអ្នកនោះក៏មានព័ត៌មាននេះក៏មានព័ត៌មាននឹងដូចគ្នាប៉ុន្តែសួរណារហ័សជាងគេណាដឹងព័ត៌មាននឹងលឿនជាងគេណាអាចចែកម្លែកព័ត៌មាននឹងរហ័សជាងគេអញ្ចឹងអ្នកដែលមានព័ត៌មានរហ័សជាងគេកាន់តែមានឥទ្ធិពលហើយអ្នកដែលមានព័ត៌មានច្រើនជាងគេក៏កាន់តែមានឥទ្ធិពលដែរអញ្ចឹងយើងអាចមានឥទ្ធិពលទៅលើអ្នកដទៃតាមរយៈការក្តោបក្តាប់នៅព័ត៌មានណានៅព័ត៌មានតោះនេះបងប្អូនហើយរហងៃបងប្អូនបើយើងគិតនៅលើពិភពលោកអ្នកក្តោបក្តាប់ព័ត៌មានយើងច្រើនណាស់សូម្បីតែ Facebook Mark Zuckerberg ហ្នឹងក៏ក្តោបក្តាប់ព័ត៌មានយើងច្រើនដែរនិយាយរួមប្រព័ន្ធបច្ចេកវិទ្យាទាំង lain ណាឬ app ទាំង lain ណាដែលយើង download មកគេទាមទារឲ្យយើងបញ្ចូលទិន្នន័យព័ត៌មានណាអាហ្នឹងគឺគេក្តាប់ព័ត៌មានយើងបានហើយណាអញ្ចឹងបើយើងនិយាយពីព័ត៌មាននៅលើពិភពលោកដែលក្តាប់ធំជាងគេឥឡូវបងប្អូនទាំងអស់ប្រើ Facebook ទាំងអស់ហ្នឹងមិនអញ្ចឹងអ្នកប្រើ Facebook ទាំងអស់មានន័យថាទិន្នន័យព័ត៌មានទាំងអស់នៃប្រជាជននៅទូទាំងពិភពលោកឲ្យតែបាន log in ប្រើ app Facebook និង Messenger គឺសិតតែស្ថិតនៅក្រោមទិន្នន័យព័ត៌មានដែលក្តាប់ដោយ Mark Zuckerberg របស់អាមេរិកមិនអញ្ចឹងណាអញ្ចឹងអាមេរិកគឺមានឥទ្ធិពលក្នុងការគ្រប់គ្រងព័ត៌មានប្រជាជនទូទៅលើពិភពលោកត្រង់ហ្នឹងឯងហើយអញ្ចឹងហើយបានជាបងប្អូនដឹងអត់នៅចិនគឺរដ្ឋាភិបាលចិនអត់ឲ្យប្រើ Facebook ទេអត់ឲ្យបើក Facebook អត់ឲ្យប្រើប្រជាជនអត់ឲ្យប្រើ Facebook បានទេហើយថាអ្នកលួចប្រើបានតលួចប្រើហ្នឹងប្រើខុសច្បាប់ហើយលួចពាក្យថាលួចប្រើគឺប្រើខុសច្បាប់ហើយគាត់ទៅ crack app ណាមួយទៀតផ្សេងអញ្ចឹងទៅដើម្បីមក download Facebook Messenger អីប្រើបានអញ្ចឹងហេតុអីបានចិនអត់ចង់ឲ្យប្រជាជនរបស់ខ្លួនប្រើ Facebook ទី1វាអាចថាដោយសារតែគេមិនចង់ឲ្យអាមេរិក Mark Zuckerberg ព្រោះ Mark Zuckerberg គឺជាសេដ្ឋីអាមេរិកអញ្ចឹងគេមិនចង់ឲ្យអាមេរិកដឹងក្តាប់ទិន្នន័យព័ត៌មានរបស់ប្រជាជនចិនស្ថានភាពហេតុការណ៍របស់ចិនដែលកើតនៅក្នុងប្រទេសក្នុងស្រុកអីហ្នឹងទៅដល់ពិភពលោកច្រើនពេកជាពិសេសគឺអាមេរិកផ្ទាល់ហ្នឹងគឺគេមិនចង់ឲ្យដឹងច្រើនព្រោះយើងដឹងហើយនៅក្នុងនយោបាយការបរទេសពីរហ្នឹងកំពុងតែសិគឺថ្មិញដាក់គ្នាខ្លាំងហ្នឹងមិនចឹងណាប៉ុន្តែខ្ញុំមិននិយាយអីលើសពីហ្នឹងទៀតទេវាជាការខ្ញុំជឿថាបងប្អូនក៏មើលឃើញជាទូទៅដែរអញ្ចឹងដោយសារតែអំណាចនៃព័ត៌មានហ្នឹងវាខ្លាំងអញ្ចឹងអញ្ចឹងហើយបានជាចិនគាត់ត្រូវរដ្ឋបិទទៅលើរឿងហ្នឹងណារដ្ឋបិទទៅលើរឿងហ្នឹងអញ្ចឹងត្រឡប់មកវិញអ្នកដឹកនាំឬបុគ្គលក្តីប្រសិនបើយើងក្តាប់ព័ត៌មានបានច្រើនយើងដឹងព័ត៌មានបានច្រើនហើយព័ត៌មាននឹងច្បាស់លាស់ទៀតទាន់ហេតុការណ៍ទៀតហើយច្រើនទៀតអាហ្នឹងយើងមានអំណាចយើងមានឥទ្ធិពលមួយដែរហើយណាយើងមានអំណាចយើងមានឥទ្ធិពលមួយដែរហើយអូខេនៅក្នុងការមានឥទ្ធិពលទៅលើអ្នកដទៃអូខេអញ្ចឹងអំណាចនៃព័ត៌មាននេះគឺជាប្រភពទី4ប្រភពទី5ប្រភេទអំណាចប្រភពទី5គេហៅថា revert power ហ្នឹងគឺជាអំណាចបែបជារង្វាន់បើយើងបកទៅជាភាសាខ្មែរណាអំណាចបែបជារង្វាន់អញ្ចឹងមានន័យថាម៉េចអំណាចបែបជារង្វាន់មានន័យថាយើងអាចមានឥទ្ធិពលទៅលើអ្នកដទៃមនុស្សក្រមបង្គាប់យើងឬក៏អ្នកផ្សេងទៀតហ្នឹងតាមរយៈការប្រកាសឲ្យរង្វាន់ឧទាហរណ៍យើងគ្រប់គ្រងអ្នកលក់យើងចង់ជំរុញការលក់របស់គាត់ឲ្យខ្លាំងឲ្យបានល្អអញ្ចឹងយើងប្រកាសឲ្យរង្វាន់អ្នកលក់បានច្រើនជាងគេប៉ុណ្ណាបានរង្វាន់អីអ្នកលក់បានតិចប៉ុណ្ណាបានរង្វាន់អីណាបាទគឺយើងត្រូវតែជារង្វាន់អញ្ចឹងការផ្ដល់ជារង្វាន់ហ្នឹងគឺនឹងអាចមានឥទ្ធិពលលើអ្នកដទៃហ្នឹងឲ្យគេចង់ធ្វើជំរុញទឹកចិត្តឲ្យគេធ្វើដែរណាហ្នឹងហើយនៅក្នុងក្រុមហ៊ុនឯកជនទាំងអស់គឺសិតតែប្រើរូបភាពបែបហ្នឹងដែរណាប្រើរូបភាពបែបរង្វាន់ហ្នឹងក្នុងការផ្ដល់ជូនដែរហើយនៅក្នុងនៃរដ្ឋាភិបាលក៏គេប្រើរូបភាពនៃការផ្ដល់រង្វាន់ហ្នឹងដើម្បីមានឥទ្ធិពលលើមនុស្សដែរជំរុញទឹកចិត្តមនុស្សឲ្យខិតខំប្រឹងប្រែងចូលរួមធ្វើការដែរឧទាហរណ៍គេចែកគ្រឿងអិសរិយយសនៅរដ្ឋាភិបាលមិនចែកគ្រឿងអិសរិយយសមិនចឹងថ្នាក់សេនាថ្នាក់មហាសេនាថ្នាក់ស្ថាបនាជាតិថ្នាក់មហាសេរីវត្តថ្នាក់អីចឹងទៅខ្ញុំចាំអត់អស់ដែរណាអញ្ចឹងដើម្បីជំរុញលើកទឹកចិត្តនិងស្នាដៃរបស់មន្ត្រីរាជការឬក៏ការចូលរួមរបស់វិស័យឯកជនបុគ្គលណាមួយចឹងទៅអញ្ចឹងគេបំពាក់មេដាយស្ថាបនាជាតិ
គេបំពាក់មេដាយផ្សេងចឹងមេប្រភេទមេដាយប្រភេទអីទាំងអស់ហ្នឹងគឺសិតតែជាប្រភេទរង្វាន់ហើយការលើកទឹកចិត្តបែបរង្វាន់ហ្នឹងឯងអញ្ចឹងនៅពេលដែលមនុស្សទទួលបានការលើកទឹកចិត្តបែបរង្វាន់ទាំងអស់ហ្នឹងមនុស្សក៏សប្បាយចិត្តខិតខំប្រឹងប្រែងធ្វើបន្តទៅទៀតព្រោះមនុស្សទាំងអស់មិនស៊ីជោប៉ុន្តែប្រអាប់ខឹងតសើអសប្បាយណាអញ្ចឹងប្រភេទជារង្វាន់មិនមែនប្រកាសថាតតែលុយរង្វាន់ម៉ូតូសម្ភារៈទាំងអស់ហ្នឹងឯងរង្វាន់បែបជាប័ណ្ណសរសើររង្វាន់បែបជាមេដាយរង្វាន់បែបជាលិខិតទទួលស្គាល់ទាំងអស់ហ្នឹងគឺសិតតែជាអ្វីដែលអាចនឹងជួយលើកទឹកចិត្តមនុស្សឲ្យខិតខំធ្វើអ្វីមួយក្នុងគោលដៅដែលយើងចង់ឲ្យគេធ្វើនឹងដែរណាចង់គេធ្វើនឹងដែរអញ្ចឹងអាហ្នឹងក៏ជាប្រភេទរង្វាន់បើនៅក្នុងការអប់រំឧមានិស្សិតមានសិស្សបកាយសិស្សបកាយអញ្ចឹងគេជំរុញសិស្សបកាយតាមរយៈគេឲ្យរង្វាន់សិស្សបកាយមេដាយសិស្សបកាយណាបុគ្គលិកក៏ដូចគ្នាបុគ្គលិកឆ្នើមគេមានរង្វាន់បុគ្គលិកឆ្នើមមេដាយលិខិតសរសើរអាហ្នឹងទាំងអស់គ្នាណាអញ្ចឹងអាទាំងអស់ហ្នឹងគេហៅថាប្រភេទអំណាចបែបជារង្វាន់អាហ្នឹងតាមការសិក្សាស្រាវជ្រាវគេរកឃើញថាមានប្រសិទ្ធភាពខ្ពស់ហើយចង់បញ្ជាក់ប្រាប់បងប្អូនថាការដែលយើងប្រើអំណាចបែបរង្វាន់ហ្នឹងកុំគិតតែរឿងតែលុយតែមួយមុខកុំគិតតែរឿងតែសម្ភារៈប្រើប្រាស់លុយឡានម៉ូតូទូរស័ព្ទដៃអីហ្នឹងតែប៉ុណ្្នឹងវាក៏មានរូបភាពជាការសរសើរការដឹងគុណការថ្លែងអំណរគុណអាហ្នឹងក៏ជាប្រភេទរង្វាន់ដែរអញ្ចឹងព្រោះពេលខ្លះគេមិនចេញលិខិតថ្លែងអំណរគុណទេណាបងប្អូនឧទាហរណ៍យើងចូលរួមជាមួយរដ្ឋាភិបាលចូលរួមអីខាងរដ្ឋាភិបាលចេញលិខិតថ្លែងអំណរគុណដែលយើងបានចូលរួមជាមួយរដ្ឋាភិបាលក្នុងដំណាក់កាលកូវីដនេះអីទាំងអស់ឃើញទេយើងយកមកផុសព្រមព្រៀងនេះរដ្ឋាភិបាលថ្នាក់ដឹកនាំរដ្ឋាភិបាលចេញលិខិតសរសើរថ្លែងអំណរគុណនេះយើងបានមកយើងសប្បាយចិត្តមិនចឹងយើងចូលរួមបរិច្ចាគជាលុយជាអីក្តីដល់ពេលយើងបានតែលិខិតមកស្លឹកមកវិញសប្បាយបង្ហោះពេញ Facebook អួតគេលាន់មិនចឹងអាហ្នឹងគឺឯងវាជាចិត្តសាស្ត្រមនុស្សគឺចឹងឯងយើងចង់បានការសរសើរចង់បានការអីហ្នឹងមកវិញណាហ្នឹងហើយអញ្ចឹងអាហ្នឹងអំណាចទី5ហើយជាទូទៅមានប្រសិទ្ធភាពនៅតែមានប្រសិទ្ធភាពមិនថាសម័យកាលណាទេមិនថាវិស័យរដ្ឋឬឯកជនទេអាហ្នឹងនៅតែមានប្រសិទ្ធភាពដដែលអំណាចទី6គេហៅថា connection power នេះគឺបើយើងបកទៅជាភាសាខ្មែរថាម៉េចអំណាចបែបជាបណ្ដាញអំណាចបែបបណ្ដាញណាទំនាក់ទំនងមានន័យថាកាលណាយើងមានបណ្ដាញទំនាក់ទំនងច្រើនស្គាល់មនុស្សដែលមានឥទ្ធិពលច្រើនអាហ្នឹងគឺជាអំណាចមួយរបស់យើងដែរអញ្ចឹងបើសិនជាយើងស្គាល់មនុស្សមានឥទ្ធិពលច្រើនស្គាល់មនុស្សដែលមានសមត្ថភាពច្រើនអញ្ចឹងយើងទៅជជែកជាមួយអ្នកផ្សេងទៀតគេក៏ចង់ស្គាល់យើងគេចង់រាប់អានយើងណាគេចង់ជជែកជាមួយយើងគេចង់ស្ដាប់យោបល់យើងអ្នកខ្លះមកលុនតួជាមួយនឹងយើងអីចឹងទៅដោយសារយើងមានបណ្ដាញច្រើនហ្នឹងឯងណាហើយបណ្ដាញរបស់យើងហ្នឹងគឺសិតតែមនុស្សល្អមនុស្សសំខាន់មនុស្សដែលមានឥទ្ធិពលច្រើនទៀតអញ្ចឹងហើយបានជានៅក្នុងខ្វូតមួយលោកគ្រូអោមសេងបារាដែលគាត់អាសានិយាយដែរនៅក្នុងអាសាគាត់លើកឡើងមកបង្រៀនដែរណាថាការខ្សែគប់ត្រូវគឺជាផ្លូវកាត់នាំទៅរកភាពជោគជ័យការពាក្យថាខ្សែគប់ត្រូវហ្នឹងមានន័យថាយើងមាន connection ល្អហ្នឹងហើយមានបណ្ដាញល្អហ្នឹងហើយអញ្ចឹងការដែលយើងមានបណ្ដាញច្រើនល្អហ្នឹងគឺវានឹងជួយយើងកាន់តែមានឥទ្ធិពលអញ្ចឹងហើយបានជានៅក្នុងទ្រឹស្ដីនៅក្នុងការអនុវត្តជាក់ស្ដែងក៏ដោយខ្ញុំតែលើកទឹកចិត្តថាយើងគួរតែបង្កើតមិត្តច្រើនជាងបង្កើតសត្រូវណាបង្កើតមិត្តឲ្យបានច្រើននរណាក៏ត្រូវជាមួយនឹងយើងនរណាក៏យើងត្រូវជាមួយអញ្ចឹងការដែលបង្កើតមិត្តល្អច្រើនគឺមានឥទ្ធិពលកាន់តែច្រើនយើងចង់តំណាក់តំណងរកស៊ីក្តីចង់តំណាក់តំណងពិភាក្សាការងារក្តីដោះស្រាយបញ្ហាក្តីចង់បញ្ហារឿងផ្លូវច្បាប់ទៅជជែកជាមួយនឹងបណ្ដាញរបស់យើងផ្នែកមេធាវីផ្នែកអីចឹងទៅចង់ដោះស្រាយរឿងបញ្ហាអាជីវកម្មយើងជជែកជាមួយនឹងបណ្ដាញរបស់យើងដែលជាគ្រូអាជីវកម្មដែលជាម្ចាស់អាជីវកម្ម
ដែលមានបទពិសោធន៍ទៅចឹងទៅចង់ជជែកជាមួយនឹងដោះស្រាយបញ្ហាទៅលើការអប់រំយើងជជែកជាមួយនឹងបណ្ដាញរបស់យើងផ្នែកអប់រំចង់ដោះស្រាយបញ្ហាបច្ចេកវិទ្យាយើងជជែកជាមួយនឹងបណ្ដាញរបស់យើងផ្នែកបច្ចេកវិទ្យាឃើញទេអញ្ចឹងយើងអាចមានឱកាសច្រើននៅក្នុងការរកស៊ីការវិនិយោគក្តីបើយើងអត់មានបណ្ដាញទាំងអស់ហ្នឹងក៏យើងអាចទៅលឿនដែរយើងអាចទៅលឿនដែរអញ្ចឹងអ្នកដែលមានបណ្ដាញច្រើនមនុស្សល្អច្រើនចម្រុះវិស័យច្រើនមនុស្សបកកាយច្រើនគឺយើងទៅមុខលឿនយើងទៅមុខខ្លាំងអាហ្នឹងគឺជាឥទ្ធិពលនៃអំណាចមួយដែលគេរកឃើញចុងក្រោយមួយទៀតណាចុងក្រោយមួយទៀតហើយបងប្អូនឃើញទេមិនអញ្ចឹងអ្នករកស៊ីអនឡាញគឺតាមរយៈបណ្ដាញដែរមិនអញ្ចឹងណាគាត់មានបណ្ដាញគាត់គ្រប់ខេត្តក្រុងឃើញទេគាត់លក់ម្ដងចេញទៅគឺគ្រប់ខេត្តក្រុងទាំងអស់ប៉ុន្តែបើយើងអត់មានបណ្ដាញទេធ្វើម៉េចលក់បានច្រើនកើតអញ្ចឹងគេកសាងបណ្ដាញហ្នឹងគឺឥទ្ធិពលរបស់គាត់ខ្លាំងណាឃើញទេនៅក្នុងការលក់នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងអីគឺអាហ្នឹងឯងឥទ្ធិពលរបស់វាធំដែលជួយអំណាចចុងក្រោយមួយទៀតទី7គេហៅថា reference power បើយើងបកជាភាសាខ្មែរខ្ញុំអាចថាជាអំណាចនៃអត្តសញ្ញាណនិងប្រជាប្រិយភាពណាអំណាចនៃអត្តសញ្ញាណនិងប្រជាប្រិយភាពអានេះគឺអំណាចអត្តសញ្ញាណនិងប្រជាប្រិយភាពហ្នឹងវាមិនអានេះគឺជាអំណាចដែលកើតចេញអំពីសក្តានុពលបុគ្គលផ្ទាល់ខ្លួននឹងតែម្ដងឧទាហរណ៍ថាគាត់ជាមនុស្សដែលមានអត្តចរិតដែលគួរឲ្យគេគោរពឲ្យគេស្រឡាញ់គាត់ជាមនុស្សដែលមានប្រជាប្រិយភាពជួនកាលក៏ប្រជាប្រិយភាពឧទាហរណ៍ថាអ្នក social influencer មួយចំនួនណាបងប្អូនអ្នកដែល blog អ្នកលេង blog មួយចំនួនល្បីអ្នកដែលលេង YouTuber ល្បីអ្នកបណ្ដាញសង្គមល្បីអញ្ចឹងអ្នកនោះគឺគេអាចរាប់ថាជាអ្នកដែលមានឥទ្ធិពលផ្នែកអំណាចនៃអត្តសញ្ញាណនិងប្រជាប្រិយភាពហើយណាហ្នឹងហើយនៃប្រជាប្រិយភាពខាងផ្នែកអំណាចហ្នឹងហើយអញ្ចឹងអត្តសញ្ញាណរបស់គាត់ជាស្អីក៏ដោយប៉ុន្តែគឺថាអ្នកដតីគឺគេគោរពស្រឡាញ់ចូលចិត្តស្គាល់គាត់គេស្គាល់គាត់ប៉ុន្តែគាត់អត់សូវស្គាល់គេដោយសារគាត់ជាបុគ្គលសាធារណៈជាបុគ្គលដែលល្បីតារាចម្រៀងល្បីក៏រាប់ថាជាមានអំណាចខាងផ្នែកអត្តសញ្ញាណឬក៏ប្រជាប្រិយភាពហ្នឹងដែរអញ្ចឹងអំណាចអត្តសញ្ញាណនិងប្រជាប្រិយភាពហ្នឹងរួមទាំងអ្នកដែលបណ្ដាញសង្គមល្បីតារាល្បីណាគ្រូល្បីអញ្ចឹងខ្ញុំមានអត់បងប្អូនខ្ញុំមានអំណាចអត្តសញ្ញាណជាប្រិយភាពអត់ណាឬក៏បុគ្គលផ្សេងទៀតដែលសង្គមគេស្គាល់គាត់មនុស្សទូទៅស្គាល់គាត់ឲ្យតម្លៃគាត់គោរពគាត់ណាអ្នកខ្លះគាត់មានចរិតលក្ខណៈពីធម្មជាតិទៅសំបីឧទាហរណ៍សម្រស់បងប្អូនណាសម្រស់សំបីយើងស្អាតដូចបវរកញ្ញាឬក៏គាត់អត់ជាបវរកញ្ញាប៉ុន្តែគេស្រឡាញ់ចូលចិត្តគាត់នៅក្នុងបណ្ដាញសង្គមណាឧទាហរណ៍កាលមុនបងប្អូនបានឃើញដូចជាក្មេងស្រីណានោះនៅខាងរតនគិរីមណ្ឌលគិរីណាគេបរហោះមកគាត់ជាជនជាតិភាគតិចប៉ុន្តែមុខមាត់គាត់ស្អាតណាដល់ពេលគ្រាន់តែគេបរហោះមកឃើញរូបរាងគាត់ស្អាតឃើញអីអញ្ចឹងគេនាំគ្នា comment នាំគ្នា like នាំគ្នា share គេចូលចិត្តគាត់គ្រប់គ្នាហើយខណៈគាត់អត់តែដឹងខ្លួនផងមកគេហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជាអំណាចនៃអត្តសញ្ញាណដែរហើយជាអំណាចនៃអត្តសញ្ញាណដែររូបសម្ផស្សរូបសម្បត្តិអីទាំងអស់ហ្នឹងក៏រាប់ថាជាអំណាចនៃអត្តសញ្ញាណដែរចរិតលក្ខណៈបុគ្គលថ្លៃថ្នូរដែលគួរឲ្យគេគោរពដែលគួរឲ្យគេស្រឡាញ់ហ្នឹងក៏ជាអំណាចដែរបងប្អូនដែលឃើញអត់ជួនកាលនៅស្រុកនៅភូមិយើងណាបុគ្គលមួយចំនួនអត់មានឋានៈអត់មានតួនាទីអីទេណាអត់មានឋានៈអត់មានតួនាទីអីទេគឺគាត់គ្រាន់តែជាបុគ្គលធម្មតាទេប៉ុន្តែពេលដែលមានបញ្ហាអ្នកស្រុកណាមានបញ្ហាអ្នកភូមិណាមានបញ្ហាអ្នកជិតខាងណាមានបញ្ហាគេរត់ទៅរកគាត់ណាឲ្យជួយសម្របសម្រួលឲ្យជួយដោះស្រាយអត់ទៅរកមេភូមិអត់ទៅរកមេឃុំទេទៅរកបុគ្គលផ្សេងទៀតនោះដែលគាត់អត់មានឋានៈជាមេភូមិជាមេឃុំអីទេប៉ុន្តែគ្រាន់ថាពេលដែលគាត់និយាយទៅគេចូលចិត្តស្ដាប់គាត់គេគោរពគាត់គេឲ្យតម្លៃគាត់ឃើញទេអានេះមិនអំណាចគាត់បានដោយសារឋានៈទូនាទីទេអំណាចគាត់បានដោយសារតែអំណាចពីអត្តសញ្ញាណរបស់គាត់អំណាចពីប្រជាប្រិយភាពរបស់គាត់អំណាចអំពីអចរិតរឹកពីដែលគេគោរពស្រឡាញ់របស់គាត់ហ្នឹងឯងណាអញ្ចឹងអានឹងក៏ជាអំណាចដែរអញ្ចឹងទាំងអស់នេះ7ចំណុចមិញណាបងប្អូនណា7ចំណុចហ្នឹងគឺជា
ប្រភពនៃអំណាចហើយអំណាចនីមួយហ្នឹងគឺយើងប្រើនៅក្នុងកលៈទេសៈខុសៗពីគ្នាហើយខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនថាជាទូទៅនៅក្នុងអំណាចទាំងអស់ហ្នឹងអំណាចដែលនៅជាមួយនឹងយើងយូរអង្វែងជាងគេអំណាចដែលនៅជាមួយនឹងយើងយូរអង្វែងជាងគេគឺរាប់ពីក្រោមត្រឡប់មកវិញមិញហ្នឹងគឺអំណាចនៃអត្តសញ្ញាណនិងប្រជាប្រិយភាពហ្នឹងមួយណាអំណាចនៃអត្តសញ្ញាណនិងប្រជាប្រិយភាពហ្នឹងគឺជាអំណាចដែលនៅជាមួយយើងហ្នឹងយូរអង្វែងណាចរិតលក្ខណៈសម្បត្តិរបស់បុគ្គលយើងហ្នឹងភាពថ្លៃថ្នូររបស់បុគ្គលយើងហ្នឹងប្រជាប្រិយភាពរបស់បុគ្គលយើងហ្នឹងអាហ្នឹងគឺជាអំណាចធំមួយដែលមានឥទ្ធិពលយូរអង្វែងបើទោះបីយើងអត់មានឋានៈមានតួនាទីក៏យើងនៅតែគេគោរពនៅតែគេឲ្យតម្លៃតាមរយៈសេចក្តីថ្លៃថ្នូររបស់យើងហ្នឹងអំណាចហ្នឹងហើយគឺជាអំណាចដែលយូរអង្វែងជាងគេហើយដែលគេគិតថាមានប្រសិទ្ធភាពខ្លាំងហើយយូរអង្វែងអំណាចឋានៈតួនាទីយើងមានវាល្អហើយប៉ុន្តែឋានៈតួនាទីវាអត់នៅគង់វង្សជាមួយយើងបានរហូតទេវានៅក្នុងកំឡុងពេលណាមួយពេលវេលាណាមួយដល់ពេលផុតឋានៈតួនាទីទៅបើមេដឹកនាំហ្នឹងមនុស្សបុគ្គលហ្នឹងអត់មានចរិតឫកពាល្អអត់មានសមត្ថភាពល្អមានតែឋានៈតួនាទីអញ្ចឹងដល់ផុតពីឋានៈផុតពីតួនាទីទៅគេលែងស្ដាប់ណាគេលែងស្ដាប់ណាគេហៅថាសូម្បីតែឆ្កែក៏លែងព្រុសណាអញ្ចឹងអាហ្នឹងដោយសារតែគាត់មានតែឋានៈតួនាទីគាត់ប្រើអំណាចឋានៈតួនាទីទៅក្របគេហើយអត់មានចំណេះដឹងអត់មានអត្តសញ្ញាណអត់មានពីប្រតិភិបចរិតឫកពាថ្លៃធ្នូអីទេឧទាហរណ៍អញ្ចឹងតែហ្នឹងតែផុតពីតំណែងផុតពីតួនាទីហ្នឹងទៅគឺគេលែងហៅរកគេលែងជជែកណាតែឆ្កែក៏លែងព្រុសហ្នឹងដែលគេនិយាយជាទូទៅណាអាហ្នឹងប៉ុន្តែបើសិនជាយើងមានឋានៈតួនាទីហើយបូកជាមួយនឹងយើងមានគេហៅថាអត្តចរិតល្អមានអំណាចបែបអត្តសញ្ញាណនិងប្រជាប្រិយភាពនឹងទៀតកាន់តែខ្លាំងកាន់តែអែមមកណាអញ្ចឹងគេគោរពស្រឡាញ់ជាមួយនឹងឋានៈតួនាទីហើយគេគោរពស្រឡាញ់ជាមួយនឹងប្រជាប្រិយភាពរបស់យើងអត្តចរិតរបស់យើងបន្ថែមទៀតអានោះកាន់តែលយកាន់តែខ្លាំងកាន់តែមានឥទ្ធិពលកាន់តែមានឥទ្ធិពលអញ្ចឹងអំណាចដែលមានឥទ្ធិពលយូរអង្វែងជាមួយយើងគឺអំណាចនៃអត្តសញ្ញាណនិងប្រជាប្រិយភាពចឹងហើយបានយើងត្រូវខំកសាងសេចក្តីល្អចរិតល្អអាហ្នឹងឲ្យបានច្រើនហ្នឹងទី1ទី2អំណាចដែលមានឥទ្ធិពលយូរអង្វែងដែរគឺអំណាចនៃចំណេះដឹងនិងព័ត៌មានអំណាចនៃចំណេះដឹងនិងព័ត៌មានណាបងប្អូនអំណាចនៃចំណេះដឹងនិងព័ត៌មានហ្នឹងគឺជាអំណាចដែលយូរអង្វែងដែរណាបើទោះបីយើងអត់មានឋានៈតួនាទីក៏ដោយប៉ុន្តែយើងមានសមត្ថភាពចំណេះដឹងជំនាញរបស់យើងខ្លាំងអញ្ចឹងអ្នកផ្សេងស្ដាប់យើងគោរពឲ្យតម្លៃយើងគឺដោយសារតែភាពខ្លាំងរបស់យើងទៅលើចំណេះដឹងជំនាញរបស់យើងណាអញ្ចឹងហើយបានសម្រាប់បងប្អូនក្តីសម្រាប់បងប្អូនទាំងអស់គ្នាក្តីគឺខិតខំប្រឹងប្រែងសមត្ថភាពរបស់យើងឲ្យខ្លាំងបន្តអភិវឌ្ឍសមត្ថភាពរបស់យើងឲ្យខ្លាំងណាបន្តសមត្ថភាពអភិវឌ្ឍសមត្ថភាពយើងខ្លាំងកាលណាយើងអភិវឌ្ឍសមត្ថភាពយើងខ្លាំងបានយើងអាចរក្សាសមត្ថភាពយើងទៅមុខទៀតព្រោះរៀនអត់ចេះចប់ទេបងប្អូនរៀនអត់ចេះចប់បងប្អូនខ្លះគិតថាខ្លួនឯងចេះប៉ុណ្ណេះហើយដឹងប៉ុណ្ណោះហើយកុំកើតជំងឺទឹកពេញកែវបងប្អូនជំងឺទឹកពេញកែវមានន័យថាចាក់លែងចូលហើយនឹកឃើញថាខ្លួនឯងប៉ាកែខ្លួនឯងអស់ចាស់ហើយជួនកាលធ្វើជោគជ័យអាជីវកម្ម1 2អីចឹងទៅគឺថាចាប់ដើមកើតជំងឺតួឯកកើតជំងឺទឹកពេញកែវចឹងទៅលែងចង់ស្ដាប់ណាលែងចង់រៀនអីទៀតហើយនឹកឃើញថាខ្លួនឯងប៉ាកែអស់ចាស់ហើយសុយភ្លេចទាំងគ្រូដើមទៀតអ្នកខ្លះអាចភ្លេចគ្រូដើមទៀតណានឹកឃើញអស់ចាស់ហើយចេះហើយដល់ពេលដើរដល់ចំណុចមួយចាប់ដើមចំពុកជើងបានភ្ញាក់ខ្លួនមកគ្រូដើមឯវិញយ៉ាងទៅណាហ្នឹងហើយអញ្ចឹងពេលខ្លះកុំភ្លេចខ្លួនគឺបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំរហូតហើយបើទោះបីក្នុងសម័យកាលកូវីដនេះក៏ដោយបងប្អូននៅតែបន្តសមត្ថភាពដូចខ្ញុំនិយាយអញ្ចឹងប្រហែលថ្ងៃមុននេះខ្ញុំបានចេញវីដេអូមួយណាទោះបីយើងអត់រៀននៅក្នុងថ្នាក់បានរៀនតាមរយៈប្រព័ន្ធអនឡាញណាបើនៅក្នុង CEO ក៏យើងមាន app learn online ដែលបងប្អូនអាចរៀនបានណាគ្រប់មុខទាំងអស់គឺរៀននៅក្នុងនឹងបានទាំងអស់ហើយពិបាកអត់មានពិបាកចូលទេងាយមែនតើណាងាយមែនតើគ្រាន់បងប្អូនចុះឈ្មោះហើយប្រាប់មកខាងក្រុមការងារយើងតាមរយៈលេខទូរស័ព្ទគេឲ្យលេខកូដយើងចូលបានតែម្ដងណាងាយសាមញ្ញហើយយើងអាចអានសៀវភៅយើងអាចស្ដាប់តាមរយៈ audio សំឡេងសិតតែវិធីដែលយើងអាចរៀនបានទាំងអស់
អាចរៀនបានទាំងអស់អញ្ចឹងបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំណារៀនពីមនុស្សជំនាញខ្លួនយើងកុំគិតថាអូអ្នកនេះឋានៈតូចជាងយើងអ្នកនោះមានទ្រព្យតិចជាងយើងអញ្ចឹងគាត់មិនអាចផ្ដល់យោបល់ឲ្យយើងមិនអាចនិយាយគំនិតឲ្យយើងមែនទេណាណាគឺសិតតែមានសមត្ថភាពរៀនខ្លួនចំណុចខ្លាំងរៀនខ្លួនស្ដាប់ពីគេរៀនពីគេណាដែលខ្ញុំចំណាំតែអភិរក្សនៅទ្រឹស្ដីមួយដែលគេនិយាយថាពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយកមនុស្សមិនមែនល្អទាំងអស់ទេប៉ុន្តែរៀនលក្ខណៈល្អពិសេសពីគេណារៀនលក្ខណៈល្អពិសេសពីគេណាហ្នឹងហើយអញ្ចឹងបន្តរៀនសូត្រអញ្ចឹងអំណាចនៃចំណេះដឹងហ្នឹងក៏ជាអំណាចយូរអង្វែងដែរអំណាចព័ត៌មានក៏ជាអំណាចយូរអង្វែងដែរណាក្តាប់ព័ត៌មានស្វែងយល់ព្រោះកាលណារៀនច្រើនស្វែងយល់ច្រើនយើងដឹងព័ត៌មានច្រើនហើយដឹងព័ត៌មានច្រើនហើយដឹងព័ត៌មានច្រើនហើយចេះវិភាគព័ត៌មានចេះប្រើប្រាស់ព័ត៌មាននឹងត្រូវទៀតអាហ្នឹងកាន់តែមានអំណាចកាន់តែមានឥទ្ធិពលនឹងខ្លាំងណាកាន់តែមានឥទ្ធិពលនឹងខ្លាំងអំណាចមួយទៀតដែលយូរអង្វែងដែរគឺបណ្ដាញណាបងប្អូនហើយអំណាចនៃបណ្ដាញហ្នឹងអាចកើតមានយូរអង្វែងបានគឺអាស្រ័យទៅលើអំណាចនៃអត្តសញ្ញាណនិងប្រជាប្រិយភាពរបស់យើងគឺចរិតរបស់យើងហ្នឹងឯងព្រោះយើងចង់ទៅខ្សែគប់មនុស្សល្អខ្លាំងបកែតតែយើងនឹងមានសមត្ថភាពបកែមនុស្សមានអត្តចរិតល្អបានយើងទៅខ្សែគប់មនុស្សល្អហ្នឹងបានច្រើនមនុស្សបកែមនុស្សដែលខ្លាំងហ្នឹងបានដែរបើសិនតែយើងអត់មានអាហ្នឹងទេគេមិនក៏មករាប់យើងមិនចឹងបងប្អូនគេមិនមករាប់យើងទេអញ្ចឹងដើម្បីបង្កើតអំណាចនៃបណ្ដាញលុះត្រាតែយើងមានអំណាចនៃចំណេះដឹងជំនាញហើយនឹងអំណាចនៃអត្តសញ្ញាណនិងប្រជាប្រិយភាពរបស់យើងនឹងខ្លាំងពីរនឹងបូកបញ្ចូលនេះវានឹងពង្រឹងអំណាចនៃបណ្ដាញរបស់យើងកាន់តែខ្លាំងកាន់តែពូកែណាកាន់តែពូកែហើយបងប្អូនថាអូអ្នកខ្លះអត់ទាំងមានចំណេះដឹងអីខ្លាំងផងអត់មានអត្តចរិតអីល្អផងប៉ុន្តែគាត់ទៅបានបង្កើតបណ្ដាញច្រើនដែរប៉ុន្តែខ្ញុំថាបង្កើតបណ្ដាញច្រើនហ្នឹងអត់យូរទេណាគេស្គាល់រាប់អានតែបន្តិចទៅមករយៈទៅគេស្គាល់ចរិតគេស្គាល់កាយៅណាភាសាខ្មែរនិយាយអស់អក្រក់ស្ដាប់ថាគេស្គាល់កាយៅអញ្ចឹងគេលេងរាប់ថ្ងៃក្រោយគេធីបចោលដូចបើនៅក្នុងលេងបៀកាទេធីបដូច2ប៊ិច3ប៊ិចអញ្ចឹងដែរនិយាយលេងសើចទៀតណាបងប្អូនណាអញ្ចឹងតាកាលណាចរិតរឹកពីរបស់យើងអត់ល្អអត់ថ្លៃថ្នូរអត់ស្មោះត្រង់ទេគេលេងរាប់អានហើយណាហើយសមត្ថភាពរបស់យើងអត់អភិវឌ្ឍជាប្រចាំនេះក៏គេលេងរាប់យើងដែរអញ្ចឹងតបូកអានឹងបញ្ចូលគ្នាអញ្ចឹងសរុបមកវិញគឺថាអំណាចទាំង7ហ្នឹងគឺមានភាពខ្លាំងរៀងខ្លួនហើយអំណាចដែលគេមិនសូវចូលចិត្តច្រើនហ្នឹងគឺអំណាចដែលប្រើបែបបង្ខិតបង្ខំហើយនឹងឋានៈទូនីតិអញ្ចឹងអំណាចឋានៈទូនីតិនិងការបង្ខិតបង្ខំហ្នឹងគេមិនសូវចង់បានទេប៉ុន្តែវានៅតែមានប្រសិទ្ធភាពប្រើតាមកលៈទេសៈតាមពេលវេលាដែលខ្ញុំនិយាយមិញហ្នឹងចឹងក្នុងពេលវេលាណាមួយឋានៈទូនីតិនេះមិនត្រូវប្រើហើយបើប្រើអាហ្នឹងហើយបូកជាមួយនឹងអំណាចនៃចំណេះដឹងបូកនឹងអំណាចនៃប្រជាប្រិយភាពនិងអត្តសញ្ញាណបូកនឹងអំណាចនៃព័ត៌មានទៀតយើងកាន់តែខ្លាំងកាន់តែយូរអង្វែងណាកាន់តែខ្លាំងកាន់តែយូរអង្វែងអញ្ចឹងបានភាសាមួយគេនិយាយខ្ញុំចំណាំនិយាយដែរបងប្អូនណាបកែមានឋានៈទូនីតិហើយចរិតល្អទៀតអាហ្នឹងបានលយបានគង់វង្សយូរអង្វែងណាបកែមានឋានៈទូនីតិប៉ុន្តែអន់ចរិតអាហ្នឹងក៏អត់បានយូរដែរអត់បានយូរទេកាលណាអន់ចរិតអត់មានអ្នកចូលចិត្តច្រើនអត់សូវមានអ្នកចូលចិត្តអត់សូវមានអ្នកក្បែរណាអញ្ចឹងតែកាលណាយើងអត់សូវមានអ្នកចូលចិត្តអត់សូវមានអ្នកក្បែរអាហ្នឹងគឺប្រជាប្រិយភាពឥទ្ធិពលនៃអំណាចក៏ធ្លាក់ចុះដែរឥទ្ធិពលនៃអំណាចក៏ធ្លាក់ចុះដែរអញ្ចឹងហើយត្រូវមានឋានៈមានទូនីតិមានចំណេះដឹងជំនាញហើយបូកជាមួយនឹងអំណាចនៃអត្តចរិតអំណាចនៃរឹកពីអំណាចនៃប្រជាប្រិយភាពរបស់យើងទៀតអានោះខ្លាំងហ្មងហើយខ្លាំងលែងនិយាយដល់កំពូលហើយបើបងប្អូនមានទាំង7ហ្នឹងទៀតបើបងប្អូនមានទាំង7ហ្នឹងបូកបញ្ចូលគ្នាទៀតបងប្អូនគ្រប់គ្រងគេហៅថាមានឥទ្ធិពលគ្រប់គ្រងដឹកនាំកម្រិតធំកម្រិតខ្ពស់តែម្ដងណាមានទាំង7ហ្នឹងណាមានអំណាចទាំង7ហ្នឹងគឺថាអាចគ្រប់គ្រងកម្រិតកម្ពូលបានតែម្ដងណាអ្នកខ្លះមានតែ1មានតែ2អីចឹងទៅអ្នកខ្លះមានតែ3អីចឹងទៅបើបងប្អូនមានទាំង7ហ្នឹងទៀតគឺថាអាចនឹងទៅដឹកនាំកម្រិតកម្ពូលមកកម្រិតកម្ពូលតែម្ដងណាតែគ្រាន់ថាយើងចេះប្រើប្រភេទនៃអំណាចនីមួយៗណាប្រភេទនៃអំណាចមួយ
chẳng xua thay bom ôn tập lọc tới với thơ mấy bom ôn tập lọc tới với cứ cho lọc mình trang luôn này mơ ta không chừng nào hầm nát trang một bao lên dân miền ấy dân ọt ấy à vì muốn mà dân phở hầm nát môi nó thở ọt bởi dân phở hầm nát ta thành nát tu này ti hầm nát như ca cầm riêng mình hay cây du chởn pế anh đang này giống vậy thôi ọt cùng vùng đi ở chung vải tê bàn nào pê pê đi ọt thành nát ọt tu này ti tới sky lên pru hơi nè sky lên pru hơi chẳng anh đang thở đăng về lý prá còn che tập prá về nè còn che tập prá về hay đại cùng vùng du vải trên kế cứ hầm nát chấm nát đăng chấm điên bò đầm miên bản đan tạ trợ rắc tạ sinh nhán và chia prey phiệp năng năng cứ chia ẩm nát đại cùng vùng dùng vài trên kì hay miên là đang hái bộ thành nạ tu này tí tiết cứ dương khai để chia sạch đỏ slap sạch đỏ slap can này khlang can này bù gài đấy can này bù gài chân ở vậy để bao môn thầy slop mình trắng mưa mùi muối ta dương miên này kì là hỏi hay thầy cùng rừng ngay và tham tiết hay dương ná đây dương bị môn mau dương phưa toàn ban là ó chẳng dương cua tại chỉ viên vía chụp ra vía hay bạc cao tới ra ấy vinh cùng rừng ấy vinh đấy nằm bây giờ căn tại dùng vài niềm nát nâng thế hơi ở vậy để trong chay lấy chun bom ôn đi còn là mà nay tổ vậy nè bằng bốn hướng phim chỉ là đang nom đi chào này nhé chào mền tên hơi bom ôn này là để trong xoay vô chớn trên đường tiệt từ lượt phim chỉ là đang nom này bom ôn đại trong xoay vô chớn từ lượt phim chỉ là đang nom đang tiết xong comment dễ đã xong comment dễ hay chào mình đấy mà bom ôn này là để trong xoay vô từ lượt phim chỉ là đang nom đang căn đại khẳng đặc nom luôn anh đặc nom cua xa đặc nom sầm cung đặc nom sập tháp băng hay là đặc nom đòi cầm đặt đặc nom phân tích đấy chân để trong xoay vô là năng căn này chán mới xong comment dễ thằng này mới bảo bộ năng lát trong đăng ở năng vật hành điện căn này chán điện ok bà chán bảo bộ này trong đăng ở năng chán xong comment yes ok xong comment yes mình mò comment chán này comment chán này ok xong comment chán thế và mình nhạc comment chán và mở comment dây hệ chán mới nhằm xoay vô mơ chán và phần man nè lấy nè đại châu rùm mơ trong nơi to su ban mơ trong miền ban cài sông nè chiền nè cài sập pi cài sập bay nè đá phải heo bãi lạc là hai bạn đang nghe đặt trong một toàn heo ở đây đấy và comment dây mà chán này đấy này bà nét đại trong xoay vô vì riêng phim chỉ nè đang nom luôn ấy phim chỉ nè đang nom cửu xá phim chỉ nè đang nom tháp bán hay năng phim chỉ nè đang nom sông cung trong xoay vô riêng những chán xong comment yes xong comment yes Dr. xong để phim một mùl mấy là cô một hiện mùl kinh xây ra thì đôi trong hai một mình nặng mệt hộp chớ đấy đó để ok để xa nhầm thoát chất camera phong là ngày ok tràn mẹn tên tràn mẹn tên nhóm bà bóng ôn trong xoay vô từ lơ phép trên nhà đặc nòm mấy nè phép trên nhà đặc nòm kruôn ấy phép trên nhà đặc nòm kruôn xá phép trên nhà đặc nòm sát thà bán hai năng phép trên đại đặc sản sừng cung bóng ôn trong đăng rừng này chán trong này nôm bóng ôn từ download tình vẹn môi được nông app lên online hay để vẹn năng miên nằm lái tay mà pay bằng buôn là lại thu thay bóng ôn mà pay buôn là lá vẹn mà pay buôn là lá năng đôi chỉ miên sam sắp phẩm mấy video hỏi bóng ôn ai riêng ban đo mùi nằm vẹn năng đại bằng riêng đôi lực ru ông sinh vào ra hay việc nó bỏ vốn thôi mà đá con phải hiện được không thế bay buồn rồi đờ là bạn ấy con do mà bật trôn được không ép chỉ video đôi bóng ôn hiện không thế chẳng con bật trôn không ép đồng lái ta mà pay bằng buồn đờ là hay bóng ôn riêng 30 năm bình ai access cho từ đập từ riêng từ mưa 30 năm bình không nó còn dễ lo mà tên chúng nó chỉ sáng để trong pe khác còn trong riêng sốt bị còn đại
ខ្ញុំរៀនសូត្រពីគាត់ដែរនៅចំណុចល្អមែនតើឲ្យយើងស្វែងយល់អំពីគោលដៅពិតប្រាកដនៃជីវិតឲ្យយើងយល់អំពីតម្លៃនៃភាពជាអ្នកដឹកនាំពិតប្រាកដទាំងភាពជាអ្នកដឹកនាំខ្លួនឯងភាពជាអ្នកដឹកនាំដើម្បីនាំរកសុខសុភមង្គលគ្រួសារភាពជាអ្នកដឹកនាំដើម្បីជោគជ័យនៅក្នុងកិច្ចការងារគ្រប់គ្រងចាត់ចែងស្ថាប័នភាពជាអ្នកដឹកនាំនៅក្នុងសង្គមគាត់និយាយបានល្អជាច្រើនណាគាត់ល្អបានច្រើនអញ្ចឹងបងប្អូនដែលមិនទាន់បាន download app នេះហើយចង់មិនទាន់បានទិញវគ្គនេះបងប្អូនទៅ download វគ្គហ្នឹង Learn Online Cambodia ជា app របស់ CEO Master Club ហើយវគ្គហ្នឹងមានថាភាពជាអ្នកដឹកនាំមានឈ្មោះថាភាពជាអ្នកដឹកនាំតែ$29ណាតែ$29អញ្ចឹងបងប្អូនដែលអត់ទាន់បានទិញបងប្អូនអាចទម្លាក់លេខនៅក្នុងនេះបងប្អូនខ្លះ comment ថាគាត់បានមើលហើយណាគាត់បានមើលហើយអញ្ចឹងបងប្អូនដែលអត់ទាន់បានទិញទម្លាក់លេខបងប្អូនទម្លាក់លេខក្នុងនេះខ្ញុំនឹងឲ្យក្រុមការងារតាក់ទងទៅដើម្បីឲ្យជួយបងប្អូនបន្ថែមទៀតក្នុងការស្វែងយល់ទៅលើរឿងទាំងអស់ហ្នឹងហើយខ្ញុំក៏នៅនឹងបន្តចែកម្លែកបន្តទៀតទៅលើភាពជាអ្នកដឹកនាំហ្នឹងខ្ញុំនឹងចែកម្លែកបន្តដែលខ្ញុំអាចធ្វើទៅបានណាទៅលើចំណុចថ្មីបន្តទៀតហើយដល់ឡែកបងប្អូនដែលចង់ទិញវគ្គមិញនេះ$29ភាពជាអ្នកដឹកនាំនេះដែលបង្រៀនដោយលោកគ្រូអមស៊ីងបារ៉ាដែលតម្លៃ$29ហ្នឹងបងប្អូនដែលមិនទាន់បានទិញបងប្អូនអាចទម្លាក់លេខនៅក្នុងហ្នឹងដើម្បីឲ្យក្រុមការងាររបស់យើងអាចនឹងតាក់ទងទៅណាបាទបងអូនសុភ័ត្រាស្រុនថាបានទិញរួចហើយស្ដាប់ហើយពិតជាល្អមែនតើបាទអរគុណច្រើនណាដូចខ្ញុំនិយាយខុសទេណាព្រោះសូម្បីតែខ្ញុំបានរៀននៅចំណុចពិសេសក្នុងហ្នឹងបានច្រើនដែរណាស្ដាប់ទៅដូចភ្ញាក់កន្លែងចំណុចខ្លះពាក្យពេចន៍ខ្លះគឺដាស់យើងតែម្ដងបាទល្អមែនតើខ្ញុំធានាថាអត់ស្ដាយក្រោយហើយបងប្អូនសម័យមើលតែ$29ណាបងប្អូនទិញស្អីគេទិញរបស់របរអីប្រើបាន$29ខ្ញុំមិនដឹងថាធៀបមួយអីនេះហ្នឹងហើយតែតម្លៃរបស់វាបងប្អូនទទួលបានមកវិញគឺអស្ចារ្យណាអស្ចារ្យមែនតើបាទអញ្ចឹងបងប្អូនដែលអត់ទាន់បានទិញគឺថាទម្លាក់លេខនៅក្នុងហ្នឹងខ្ញុំនឹងឲ្យក្រុមការងារតាក់ទងទៅដើម្បីគាត់អាចនឹងជួយបងប្អូនក្នុងការទទួលបាននៅវគ្គហ្នឹងណាទទួលបានវគ្គហ្នឹងបាទអញ្ចឹងឥឡូវខ្ញុំក៏ដល់ម៉ោងហើយដែរណាជាចុងក្រោយគឺថាអរគុណបងប្អូនច្រើនមែនតើដែលបានចំណាយពេលវេលាស្ដាប់ខ្ញុំហើយរីករាយជាមួយនឹងបងប្អូនដែលបានចូលរួមទាំងអស់គ្នាច្រើនបាន like បាន comment បាន share បានសួរសុខទុក្ខណាហើយក្នុងស្ថានភាព COVID នេះខ្ញុំជឿថាបងប្អូនដែលធ្លាប់ជាសមាជិកនិងធ្លាប់ជាកូនសិស្សដែលរៀនជាមួយនឹង CEO Master Club គាត់ពង្រឹងស្មារតីបានល្អណាស់ណាហើយមានការច្នៃប្រឌិតបានល្អអញ្ចឹងសម្រាប់បងប្អូនផ្សេងទៀតគឺថាសូមថែរក្សាសុវត្ថិភាពពង្រឹងផ្លូវចិត្តស្មារតីរបស់យើងឲ្យរឹងមាំរឿងដែលកើតឡើងចំពោះស្ថានភាពនៅក្នុងស្រុកទេសរបស់យើងក្នុងពិភពលោកនេះវាជារឿងដែលមួយខណៈពេលទេអញ្ចឹងកុំបាត់បង់ក្តីសង្ឃឹមកុំបាត់បង់កម្លាំងចិត្តអីប្រឹងប្រែងបន្ថែមទៀតណាដើម្បីយើងអាចនឹងបន្តដំណើររបស់យើងឲ្យកាន់តែខ្លាំងក្លាទៅមុខទៀតចុងក្រោយនេះគឺថាសូមជូនពរឲ្យបងប្អូនទាំងអស់ជួបតែសុខសុវត្ថិភាពទាំងអស់គ្នាហើយចូលរួមទាំងអស់គ្នាក្នុងការការពារសុវត្ថិភាពរបស់យើងសុខភាពរបស់យើងដើម្បីឲ្យ COVID ព្រឹត្តិការណ៍20វិច្ឆិកានេះឆាប់ចប់តតែបងប្អូនទាំងអស់គ្នារួមទាំងអស់គ្នាកុំទៅចូលរួមកន្លែងអ៊ូអនិយាយរួមគឺអនុសាសន៍3កុំ3ការពាររបស់រដ្ឋាភិបាលហ្នឹងឯងចូលរួមអាហ្នឹងឲ្យខ្ជាប់ខ្ជួនទៅគឺយើងនឹងអាចជៀសផុតពីរឿងហ្នឹងបានកាន់តែលឿនហើយបើយើងនៅតែបន្តការជួបជុំហើយអត់មានការប្រុងប្រយ័ត្នបែបហ្នឹងគឺព្រឹត្តិការណ៍20វិច្ឆិកាហ្នឹងការឆ្លងការរីករាលដាលហ្នឹងកាន់តែបន្តទៀតហើយណាកាន់តែបន្តទៀតហើយអញ្ចឹងទេឲ្យបងប្អូនត្រូវតែចូលរួមការពារអាហ្នឹងឲ្យបានខ្លាំងមែនតើណាឲ្យបានខ្លាំងមែនតើអញ្ចឹងអរគុណច្រើនអញ្ចឹងបងប្អូនដែលអត់ទាន់បានទិញវគ្គ$29ភាពជាអ្នកដឹកនាំនេះគឺទម្លាក់លេខនៅក្នុងនេះណាសូមទម្លាក់លេខដើម្បីឲ្យក្រុមការងារគាត់នឹងតាក់ទងទៅ